សួស្តីបងប្អូនទាំងអស់គ្នាអានេះខ្ញុំមានរបស់ឲ្យបងប្អូនមើលនេះគឺជាដ្រូនហើយមានបងប្រុសម្នាក់ដែលគាត់មានចិត្តសប្បុរសធម៌គាត់ឧបត្ថម្ភឲ្យអូនេះអានេះខ្ញុំសាកហោះមើលទៅប៉ុន្តែដំបូងខ្ញុំហោះខុសបច្ចេកទេសវាធ្លាក់ខ្លះឧបករណ៍នេះដែលគាត់ឧបត្ថម្ភឲ្យហ្នឹងគឺតម្រូវនៅពេលដែលក្រុមសង្គ្រោះមានបញ្ហា emergency មានបញ្ហាជួបករណីបន្ទាន់ដែលគាត់អាចដោះស្រាយបានហើយត្រូវការជំនួយគឺយើងបំពាក់ GPS នៅជាប់ខ្លួនសមាជិកក្រុមសង្គ្រោះទាំងអស់ហើយបន្ទាប់មកនៅពេលដែលគាត់ចុចវានឹងរោមកលើទូរស័ព្ទហើយនឹងឧបករណ៍បច្ចេកទេសរបស់ពួកយើងទើបយើងបង្ហោះដ្រូនទៅមើលគាត់មុនទៅក្តាប់ស្ថានភាពជុំវិញករណីជុំវិញតំបន់ប៉ុន្តែខ្ញុំយល់ថាដ្រូននេះគឺប្រើអត់បានវាមិនមែនជារបស់ស្តង់ដាហើយមើលទៅដូចជាហោះក៏មិនបានឆ្ងាយហើយថ្មក៏មិនកាន់បានយូរយើងប្រើអត់កើតទេអញ្ចឹងមានតែទៅដល់ភ្នំពេញយើងរំពឹងមើលថារកអង្គញាជំទាវណាដែលគាត់ឧបត្ថម្ភរបស់ល្អឲ្យទើបយើងប្រើយកទៅការពារសុវត្ថិភាពសាធារណៈបងប្អូនប្រជាពលរដ្ឋបានអញ្ចឹងរបស់នេះគឺអត់កើតទេតែយ៉ាងនេះបានដែរបានហោះលេងដុំឆែបបានយកមកហោះលេងចឹងបងប្អូនយល់មិនដែរតើមានរបស់ណាដែលគួរតែប្រើបានជាមួយការយកទៅមើលថែទាំប្រជាពលរដ្ឋបើសិនជាមានរបស់ល្អចាំជួយណែនាំឲ្យផងអូខេអរគុណ